trongប្រម៉ូតអបkiaខ្លួនឯងលក់ពេកមកប្រាប់ថាគីមជីធ្វើមកពីប្រអបkiaចុះបើខ្ញុំធ្វើឆ្ងាញ់មែនខ្ញុំគ្រាន់តែប្រាប់តាថ្ងៃនេះដែរគឺខ្ញុំមកធ្វើគីមជីធ្វើពីប្រអបkiaហ្នឹងមកចែកជូនឲ្យបងប្អូនមើលតែម្ដងហើយចាំមើលធ្វើមើលដឹងថាឆ្ងាញ់មិនឆ្ងាញ់ហើយឃើញដាក់អង្គលីងអង្គអីណាមិនមែនធ្វើគីមជីណាបងប្អូនអានេះគឺខ្ញុំលាយប្រអទេបងប្អូនគាត់តែចង់ប្រាប់បងប្អូនថាប្រអគឺពី3ថ្ងៃទៀតបានមានបងប្អូនណានេះជាងជើងទី1ទេអញ្ចឹងបើបងប្អូនចង់បានបងប្អូនអាចតម្លាក់លេខតម្លាក់ទីតាំងបានពី3ថ្ងៃទៀតទៅមានស្តុកអញ្ចឹងណាហើយថ្ងៃនេះដែរគឺខ្ញុំមកធ្វើគីមជីធ្វើពីប្រអបkiaឲ្យបងប្អូនមើលប៉ុន្តែមិនមែនដាក់ប្រអបkiaសុទ្ធទេបងប្អូនគ្រឿងផ្សំគេទាំងប្រមាណគឺដាក់ទាំងអស់ប៉ុន្តែគ្រាន់តែថាយើងដាក់ប្រអបkiaចូលហើយខ្ញុំធានាហ្មងថាវាឆ្ងាញ់ហើយវាជាតិនិយាយថាសាច់អាំងប្រមាណគីឡូក៏អស់ដែរហើយបើនិយាយពីប្រអបkiaនឹងកាមេរ៉ាខ្ញុំបងប្អូនមិនបាច់ថាធ្វើទីផ្សារអីញ៉ៃញ៉ៃបោកប្រាស់គេទេបងប្អូនរកតែស្តុកលក់មិនចង់មានផងឥឡូវខ្ញុំមានប្រអបkiaដែលខ្ញុំនៅសល់ក្នុងបាតកំប៉ុងហ្នឹងបងប្អូនហើយយើងមានចៃថា3ម៉ឺនស្ពៃបូកូនិងការ៉ុត1ម៉ឺនស្លឹកខ្ទឹមដែលខ្ញុំទិញ500ហ្នឹងគឺខ្ញុំទិញ5ដុំបងប្អូនហើយនឹងស្លឹកកញ្ឆាយហ្នឹង1000ម្សៅម្ទេសកន្លះកូនចានប៉ម2ផ្លែនិងសេរី1ផ្លែបាយយើងណាក្តៅៗមកបងប្អូនមួយចានចង្កឹះមកជាដំបូងហ្នឹងគឺខ្ញុំហាន់ចៃថាវនិងការ៉ុតហើយចៃថាវនិងការ៉ុតគឺខ្ញុំហាន់បែបនេះឯងបងប្អូនគឺវាឆាប់ចូលជាតិហើយនឹងពេលដែលយើងញ៉ាំសាច់អាំងគឺមួយម៉ាត់យកតែម្ដងហើយសម្រាប់ស្ពៃបូកូវិញក៏ខ្ញុំអត់ធ្វើតាំងផ្ទាំងដូចគេដែរបងប្អូនគឺខ្ញុំហាន់ដូចគ្នាដើម្បីពេលដែលយើងញ៉ាំហ្នឹងគឺយើងចាប់មកស្រួលដូចគ្នាអញ្ចឹងណាបងប្អូនហើយវាឆាប់ជូរបានញ៉ាំទៀតយើងយកទឹកមួយកធុនហើយនឹងអំបិលចំនួន5ក្តាប់ដាក់ចូលទៅហើយយើងធ្វើការដាក់ការ៉ុតចៃថាវនិងស្ពៃបូកូចូលត្រាំចំនួន3ទៅ4ម៉ោងមើលតែកាច់វាទៅលែងលឺសូរផុសបងប្អូនវារៀងស្វិតស្ពៃបូកូណាអញ្ចឹងចាំយើងលើកវាចេញមកសម្រាប់ស្លឹកខ្ទឹមយើងលាងឲ្យស្អាតយើងហាន់ជាកង់មកបងប្អូនកញ្ឆាយក៏ដោយនិយាយទៅយើងហាន់កង់អញ្ចឹងដាក់ចូលគ្នាទាំងអស់តែម្ដងទៅប៉ុន្តែយើងអត់មានយកវាត្រាំនឹងទឹកអំបិលទេអញ្ចឹងថ្ងៃនេះខ្ញុំចង់មកអាប់ដេតរឿងកាមេរ៉ាបន្តិចបងប្អូនណាកាមេរ៉ាមកគ្រាប់32ប្រភេទប្រើ Wi-Fi មកគ្រាប់35ប្រភេទប្រើ SIM ហើយឥឡូវនេះយើងអត់តែមានស្តុកទេប្រហែលជាខ្ទង់មួយអាទិត្យទៀតទៅយើងចូលអញ្ចឹងណាបងប្អូនហើយពេលចូលស្តុកក្រោយហ្នឹងគឺវាយូរទៀតណាតម្រាំតែចូលទៀតដោយសារតែបុណ្យនៅចិនដល់ថ្ងៃ12បានគេដាក់អវ៉ាន់ចេញមកឲ្យខ្ញុំអញ្ចឹងបន្ទាប់ពីយើងដាក់អវ៉ាន់ថ្ងៃទី12ហើយអញ្ចឹងប្រហែលខ្ទង់ថ្ងៃ20អីបានអវ៉ាន់ចូលមកដល់ដៃខ្ញុំអញ្ចឹងខែក្រោយហ្នឹងគឺខ្ញុំលេតអវ៉ាន់លក់មែនតែនប៉ុន្តែបើបងប្អូនចង់ដាក់កំងដាក់បានហើយបើបងប្អូនកំងស្តុកមុននេះគឺបានមួយអាទិត្យទៀតបងប្អូនហើយក៏នៅស្តុកខ្លះសម្រាប់ឲ្យបងប្អូនក្រោយកំងដែរអញ្ចឹងបងប្អូនអាចដាក់កំងពីឥឡូវទៅបានបន្ទាប់ពីអវ៉ាន់ជើងមួយអាទិត្យទៀតចូលនេះបងប្អូនអវ៉ាន់ជើងក្រោយគឺខ្ញុំសុំឡើង$1មិនមែនថាឆ្លៀតឱកាសឡើងទាំងប្អកហើយនឹងឡើងទាំងកាមេរ៉ាទេបងប្អូនដោយសារតែខាងរោងចក្រគេឡើងខ្ញុំដែរអញ្ចឹងណាគេឡើងខ្ញុំមកចង់ច្រើនជាង$1ហ្នឹងទៀតប៉ុន្តែខ្ញុំសុំឡើង$ហ្នឹងទេអញ្ចឹងរូបភាពដូចបងប្អូនឃើញអញ្ចឹងណាច្បាស់ល្អអញ្ចឹងតែម្ដងនេះខ្ញុំ screenshot យកមកផុសហើយណាបើសិនជាបងប្អូនមើលនៅក្រៅគឺច្បាស់ជាងនឹងទៀតឥឡូវយើងចូលមកការធ្វើគីមជីយើងវិញសេរី1ផ្លែនិងប៉ម2ផ្លែនេះបងប្អូនចិត្តសបឲ្យស្អាតឆ្កៀលកដាលវាស្អាតមកណាបងប្អូនបន្ទាប់មកយើងយកវាដាក់ម៉ាស៊ីនទឹកកន្លុកណាបងប្អូនហើយនឹងយើងដាក់ផ្អកយើងហ្នឹងដែលខ្ញុំចាក់ទៅមកកូនចានចង្កឹះហ្នឹងបងប្អូនយើងដាក់2ស្លាបព្រាមកប្រហែលជា2ស្លាបព្រាបានហើយដោយសារយើងធ្វើបន្លែយើងរៀងតិចដែរហើយយើងចាក់ទឹកសាបយើងហ្នឹងណាយើងចាក់ទឹកឆ្អិនមកណាបងប្អូនយើងចាក់ប្រហែលជាមកកូនចានចង្កឹះមកណាហើយយើងធ្វើការកន្លុកវាចូលគ្នាតែម្ដងទៅបងប្អូនក៏ប៉ិតបើសិនជាបងប្អូនចង់ដាក់គ្រឿងវាចូលឲ្យហើយក៏បានដែរប៉ុន្តែខ្ញុំចាំដាក់គ្រឿងវានៅខាងក្រៅអញ្ចឹងណាបងប្អូនដូចម្សៅម្ទេសហ្នឹងគឺយើងកិនហើយអស់គឺយើងដាក់ម្សៅម្ទេសចូលមកអំបិលក្រួសយើងហ្នឹងមកស្លាបព្រាបាយមកបងប្អូនស្ករសគឺយើងដាក់ចំនួន5ស្លាបព្រាបាយចេងគឺយើងដាក់ប្រហែលជាកន្លះស្លាបព្រាបាយមកបានហើយបងប្អូនហើយយើងធ្វើការកូរវាឲ្យសព្វបងប្អូនហើយស្លឹកខ្ទឹមហើយនឹងកញ្ឆាយយើងហ្នឹងគឺយើងធ្វើការដាក់មុនគេមកហើយយើងចាំប្រហែលជា2ទៅ3ម៉ោងស្ពៃបូកូហើយនឹងការ៉ុតចៃថាវយើងរៀងចូលអំបិលហើយស្លោកហើយចាំយើងធ្វើការដាក់តាមជីនេះមិនមែនធ្វើភ្លាមញ៉ាំភ្លាមណាអាគីមជីនេះគឺខ្ញុំធ្វើទុកដាក់ស្លឹកនេះមកឆ្ងាញ់ខ្មែរយើងមានទឹកកាហ៊ូឯងbà số mua hai đấy mà to lại thì nguyên sạch mà tôi xíu thế bật ngay trên chợ này nhưng mà